ផ្លូវគឺជាអតិភិបកលឹះ5របស់រដ្ឋាភិបាលក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក៏ដូចជាយុទ្ធសាស្ត្រចតុកោណពីមុនមនុស្សទឹកមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាអញ្ចឹងផ្លូវបន្ទាប់ពីមនុស្សដូចខ្ញុំនិយាយអញ្ចឹងសុខភាពចំណេះដឹងសមត្ថភាពបំណិននិងការងារគឺកាពះឥឡូវចូលផ្លូវហេតុអីបានផ្លូវជាអតិភិបទី2ផ្លូវអតិភិបទី2ដោយសារផ្លូវគឺជាសរសៃឈាមសំខាន់ដូចខ្ញុំនិយាយចឹងជាកន្លែងដែលនាំឈាមទៅគ្រប់កន្លែងដើម្បីឲ្យជីវភាពរស់នៅរបស់ប្រជាជនគ្រប់កន្លែងបានប្រសើរខ្លួនយើងមើលសរសៃឈាមរបស់យើងបើសិនជាដៃរបស់យើងឈាមអត់បណ្ដល់ដាច់សរសៃណាមួយទុកយូរត្រូវកាត់ដៃទាំងចោលពួកចិញ្ចឹមអត់ដល់ឈាមនៅតែបេះដូងរុញទៅកន្លែងផ្សេងផ្លូវដូចគ្នាសួរថាផ្លូវ41នេះបើសិនជាផ្លូវ41នេះមិនបានពង្រីកពង្រឹងតែចំណុចតភ្ជាប់ចន្លោះពីចំណុចតភ្ជាប់ពីផ្លូវជាតិលេខ4មកដល់កំពង់ត្រែកនេះបុកផ្លូវជាតិលេខ3តើបដោយផ្លូវនឹងអាចរីកដល់ថ្ងៃនេះទេប្រហែលជាអត់ទេបើគេមកលំបាកគេប្រហែលជាមិនមកច្រើនទេអង្កាលផ្លូវនេះមិនទាន់ធ្វើហើយបងប្អូនអាចដឹងហើយអង្កាលពីធ្វើហើយលើកមុនជិះច្រើនជិះផ្លូវកាត់ខ្ញុំក៏ជិះផ្លូវហ្នឹងតែដល់ផ្លូវនឹងចាប់ខូចគេជិះផ្លូវជាតិលេខ3ម្ដងអញ្ចឹងសេដ្ឋកិច្ចហាងកាទៀវតាមផ្លូវ41ហ្នឹងក៏ប្រហែលជាលំបាកដែរអញ្ចឹងការរៀបចំតផ្លូវនេះគឺជាកិច្ចការសំខាន់ណាស់សម្រាប់ពង្រាយនៅសេដ្ឋកិច្ចរបស់យើងការតភ្ជាប់ខេត្តទាំង5ជាមួយនឹងខេត្តផ្សេងទៀតឥឡូវបើយើងនិយាយអំពីការវិនិយោគធ្វើផ្លូវវិនិយោគធ្វើផ្លូវនេះគឺវាផលចំណេញច្រើនជាងវិនិយោគហេដ្ឋារចនាសម្ព័ន្ធអីផ្លូវ3ខ្សែនេះដែលយើងបង្រើបធ្វើគេថាឲ្យប្រសើរឡើងធ្វើពី AC អីនេះបូកទៅ200គីឡូចំណាយថវិកា$188 លានឥឡូវបើសិនជាយើងយក$188 លាននេះជាជាងធ្វើផ្លូវតភ្ជាប់200គីឡូយើងយកទៅធ្វើតំបន់សេដ្ឋកិច្ចពិសេសយើងអាចធ្វើចំណាយប្រហែលជា2-300ហិកតានៅនោះឬមួយក៏យកទៅធ្វើបរិយាប៉ុន្តែអត់មានផ្លូវតភ្ជាប់បងប្អូនបរិយាដែលធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសដែលធ្វើឲ្យមិនដើរទេពីណាទៅធ្វើជិះទៅធ្វើការកន្លែងហ្នឹងបើអត់មានផ្លូវដឹកជូនពីណាទៅទិញផ្ទះនៅកន្លែងហ្នឹងបើចូលទៅជ្រៅអត់មានផ្លូវតភ្ជាប់អត់ទៅទេកន្លែងហ្នឹងយូរវាទៅជាកន្លែងកចោលតាគាចោលអស់តម្លៃទៅវិញជឿទេប៉ុន្តែអា200គីឡូដែលធ្វើថ្មីនេះបងប្អូនចាំមើលអស់$188 លានដូចគ្នាឆ្លងកាត់5ខេត្តតែអាតាមបដោយផ្លូវទាំងនឹងសេដ្ឋកិច្ចកាន់តែកើនឡើងហាងកាទៀវកាន់តែរីកមនុស្សមកកាន់តែច្រើនធ្វើដំណើរឆ្លងកាត់កាន់តែច្រើនអ្នកស្រុកអ្នកភូមិអាចលក់ដូរកាន់តែច្រើនផលិតផលស្វាយពីក្នុងឯនាំយកមកលក់តាមផ្លូវនឹងកាន់តែច្រើនបានន័យថាផលជូនដល់ប្រជាជនកាន់តែច្រើនហើយមិនត្រឹមនៅតាមបដោយខ្សែមេនឹងទេតាមផ្លូវខ្លះទៀតតភ្ជាប់ពីនឹងទៀតតំបន់នឹងគឺជាក់ស្ដែងខ្ញុំធ្លាប់ជិះម៉ូតូកាលខ្ញុំជិះម៉ូតូខ្ញុំស្វែងយល់ប្រទេសបានច្រើនជាងខ្ញុំមកតាមអង្គតសោមកាច់មកតាមផ្លូវយើងនេះជិះមកបាច់អត់កាច់ទៅដល់ផ្លូវ41ហ្នឹងយើងហួសទៅទៀតទៅផ្សារតាពាំងដៅហួសតាពាំងដៅចាក់ទៅដល់ភ្នំស្រួយទេសភាពល្អហើយភ្នំស្រួយឡើងចេញទៅផ្លូវជាតិលេខ4ឡើងទៅការីរំខ្ញុំស្ទាប់ទៅបាទមិនស្រួលច្បាយខេតអត់តាន់ទៅផងខ្ញុំជិះតាមផ្លូវនេះផ្លូវហ្នឹងមកកណាត់ចុចផុតពីតិចទៅផ្លូវដីឡើយតែបរិយាធំថ្ងៃក្រោយយើងចាក់ទៅតែតាមផ្លូវរឿងមើលមានជាការមានអីទៅទឹកហើយមានសួនខ្ញុំមើលដូចមានកន្លែងគេធ្វើស្អីទេ
resort បាទហើយមានកន្លែងដូចជិះអាទឹកស្អីផងនៅតាមផ្លូវនៅឆ្វេងដៃហួសទៅបន្តិចជិះពេដាឡូប៉ុន្តែខ្ញុំភ្លេចឈ្មោះកន្លែងហ្នឹងម្លេចទំនប់ម្លេចហ៎បាទឥឡូវបើសិនអត់មានផ្លូវខ្សែមួយនេះសួរតាមកទេប្រហែលកន្លែងហ្នឹងមិនដើរទេមិនមានជាការស្វាយអីធំប្រជាពលរដ្ឋនៅធ្វើតាមផ្លូវទឹកទេហើយប្រជាពលរដ្ឋអ្នកនៅទីនេះចង់ទៅក៏បានហើយខ្ញុំជិះច្រើនកន្លែងឥឡូវផ្លូវដែលយើងធ្វើតភ្ជាប់មិនត្រឹមតែឲ្យកន្លែងនឹងតែរីកសហគមន៍រីកច្រើនកន្លែងខ្លះតំបន់ទេសចរសហគមន៍នៅថ្ពងមានជ្រាវបាទនៅថ្ពងមានជ្រាវខ្ញុំចូលទៅនឹងផ្លូវចូលទៅដោយសារផ្លូវ44យើងតភ្ជាប់ទៅអរ៉ាល់ហើយឥឡូវផ្លូវ44នេះតិចទៀតចាក់ទៅដល់កោះកុងបុកផ្លូវ48ទៀតដែលក្រុមនឹងធ្វើក្នុងពេលឆាប់ខាងមុខអញ្ចឹងកាន់តែល្អទៅទៀតឥឡូវមានហើយឈូសទីផ្លូវដីតែតិចទៀតទៅជាផ្លូវកន្លែងនោះមានភ្នំផ្សារមានទេទឹកពុះទៅមុខទៀតបាទហើយគេមុនខ្ញុំទៅដល់ច្រកលៀងនៅពោធិ៍សាត់បាទមានផ្លូវដូចផ្លូវលេខ10អដឹងជិះកាត់ទៅហើយចាក់ចូលខ្ញុំទៅមើលកន្លែងនោះសហគមន៍ប្រជាពលរដ្ឋគាត់បង្កើតជាសហគមន៍ទេសចរអ្នកនៅមូលដ្ឋាននឹងហើយការតភ្ជាប់ផ្លូវគឺធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋរកឱកាសបង្កើតជីវភាពរស់នៅបើបូកជាតម្លៃនៃសេដ្ឋកិច្ចវាច្រើនជាង188លានដុល្លារវាបានរាប់ពាន់លានដុល្លារពីចំណូលចូលប្រជាពលរដ្ឋនិងឱកាសការងារនិងឱកាសធ្វើទីផ្សាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានហើយផ្លូវ41បុកទៅផ្លូវ44ផ្លូវ44ក្រោយពីធ្វើតភ្ជាប់ទៅអរ៉ាល់រោងចក្របង្កើតនៅទីនោះមកកកោកពីមុនអត់សូវមានតែឥឡូវគេចាប់ផ្ដើមទៅដោយសារប្រព័ន្ធដឹកជញ្ជូនកាន់តែល្អវាស្រួលបើគ្មានភ្លើងគ្មានផ្លូវគេមិនទៅទេសូម្បីតែអ្នកធ្វើការក៏ពិបាកដែរបងប្អូនខ្លះគាត់មិនទៅធ្វើការបើកន្លែងហ្នឹងពិបាកទៅធ្វើតំណើវល់ល្ងាចបានទៅដល់អត់មានពីណាទៅទេតែដោយសារយើងធ្វើផ្លូវទីហើយនេះបានយើងថាផ្លូវជាអាទិភាពទី2ដែលខ្ញុំតែនិយាយថាបើទៅតដឹងកូនគេម៉ែគេថាអត់ផ្លូវទេអាវ៉ាចប់ហើយគឺមានផ្លូវមានសង្ឃឹមមានផ្លូវផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋអាចប្រើការច្នៃប្រឌិតរបស់គាត់ទាញយកផលសេដ្ឋកិច្ចចូលកប៉ៅរបស់គាត់មានផ្លូវទាញការវិនិយោគដើម្បីផ្ដល់ឱកាសការងារតម្លាក់លុយរាប់ពាន់លានដុល្លារចូលទៅខេត្តកំពង់ស្ពឺខេត្តផ្សេងទៀតនេះហើយគឺជាការវិនិយោគទៅលើផ្លូវរបស់យើងបាទដែលជាអាទិភាពទី2នៃគោលនយោបាយចតុកោណនៅឥឡូវបញ្ចកោណដំណាក់កាលទី1